បាទនេះគឺជាដំឡូងមីដែលបានដាំបានរយៈពេល15ថ្ងៃមើលលែងឃើញដំឡូងហើយស្មៅដុះច្រើនមែនតើបាទហើយសម្រាប់ស្មៅនេះគឺប្រើប្រាស់ជាមួយនឹងកសិកររីករាយដើម្បីបាញ់ចាត់ស្មៅទាំងអស់នេះបាទហើយធ្វើការបាញ់រុលតាមចន្លោះរងបាទការពារកុំឲ្យវាមានការប៉ះពាល់ទៅដល់ត្រួយដែលទើបលាស់ថ្មីបាទហើយយើងចាំពិនិត្យមើលលទ្ធផលក្រោយពេលយើងបាញ់បានរយៈពេល10ថ្ងៃបាទ7ថ្ងៃទៅ10ថ្ងៃតើលទ្ធផលទៅជាយ៉ាងណាបាទតើយើងអាចកម្ចាត់ស្មៅនេះបានដែរឬទេបាទហើយទៅនឹងការលាយគឺប្រើប្រាស់កសិកររីករាយបាទ200មីលីលីត្រសម្រាប់ទឹក20លីត្របាទហើយនេះគឺជាលទ្ធផលដែលបានប្រើប្រាស់ជាមួយនឹងកសិកររីករាយបាន5ថ្ងៃបាទឥឡូវយើងឃើញថាស្មៅគឺវាប្រែទៅជាលឿងហើយក៏មានងាប់ខ្លះដែរហើយបាទងាប់លឿនជាងគេគឺប្រភេទវល្លិបាទហើយយើងមើលទៅទំលោងគឺអត់មានបញ្ហាប៉ះពាល់អីទេបាទគឺដោយសារតែយើងបាញ់រុលបាទអញ្ចឹងទំលោងយើងនៅស្អាតល្អបាទចាក់ស្ដែងកាលពីមិនទាន់បាញ់ស្មៅនេះលុបបាត់ទំលោងអស់បាទតែក្រោយពេលយើងបានបាញ់បាន5ថ្ងៃបាទស្មៅចាប់ដើមទ្រោមទៅឥឡូវទំលោងយើងចាប់ដើមចេញបាទមើលឃើញទំលោងស្អាតគួរសមតែខ្សោយតិចដោយសារវាចាញ់ស្មៅបាទហើយស្មៅច្រើនប្រភេទមែនតើដែលយើងបានប្រើប្រាស់ទៅគឺអាចកម្ចាត់បានបាទនេះគឺជាលទ្ធផលបាទយើងប្រើកសិកររីករាយនេះបាទចំនួនបាទបរិមាណដែលយើងប្រើប្រាស់គឺ200មីលីលីត្រជាមួយនឹងទឹក20លីត្របាទចឹងឃើញថាស្មៅងាប់ស្អាតមែនតើបាទហើយតកតងទៅនឹងការប្រើប្រាស់ចង់ឲ្យងាប់ស្អាតគឺព្យាយាមបាញ់ឲ្យសពឲ្យជោគល្អគឺងាប់ស្អាតមែនតើបាទតែបើសិនជាយើងបាញ់អត់សូវជោគទេអត់សពទេអាហ្នឹងវាអាចនៅសល់បាទអញ្ចឹងស្មៅខ្លះវាជោគល្អបាទអញ្ចឹងហើយតែកាលណាយើងបាញ់ជោគគឺស្មៅហ្នឹងវាងាប់ស្អាតមែនតើបាទអញ្ចឹងសម្រាប់បងប្អូនដែលមានបាទបញ្ហាស្មៅមិនថាក្នុងដំណាំដំឡូងមីចន្ទីឬក៏ម្រេចទុរេនដំណាំផ្សេងៗបាទអាចជ្រើសប្រើជាមួយនឹងកសិកររីករាយដែលជាប្រភេទថ្នាំបាទកម្ចាត់ស្មៅមិនបង្កផលប៉ះពាល់ដល់ដំណាំបាទហើយក៏ដូចជាមិនបង្កផលប៉ះពាល់ដល់គុណភាពដីផងដែរបាទអញ្ចឹងកម្ចាត់ស្មៅបានតែដំណាំនៅល្អដីនៅល្អ